ត្រូវបាញ់ជ្រាបក្នុងចលនាបណ្ដុំសកម្មភាពត្រូវបាញ់ជ្រាបក្នុងចលនាតាមគ្រឹះស្ថានសិក្សាតាមគ្រឹះស្ថានសិក្សាសាខាអនុសាខាផងទីនេះជោគជ័យនិរន្តរ៍បញ្ចុងបន់អនាគតច្បាស់ច្បងទីនេះជោគជ័យនិរន្តរ៍បញ្ចុងបន់អនាគតច្បាស់ច្បងជាវត្ថុបំណងជាវត្ថុបំណងចំអងមកមងពីសិនវិស័យស្នូលទាំងពួនយងវាំងជន់និងអ្នកស្ម័គ្រចិត្តវិស័យស្នូលទាំងពួនយងវាំងជន់និងអ្នកស្ម័គ្រចិត្តត្រូវចាត់ថាជាក្រុមក្រិតត្រូវចាត់ថាជាក្រុមក្រិតសម្រាប់ប្រព្រឹត្តគ្រប់កាយវិស័យស្នូលទី1ជួយគ្រប់គ្រងគ្រោះអន្តរាយវិស័យស្នូលទី1ជួយគ្រប់គ្រងគ្រោះអន្តរាយបឋមអប់រំផ្សព្វផ្សាយបឋមអប់រំផ្សព្វផ្សាយដល់សហគមន៍ទីរងគ្រោះវិស័យស្នូលទី2ត្រូវសំភារសុខភាពមនុស្សវិស័យស្នូលទី2ត្រូវសំភារសុខភាពមនុស្សអប់រំវិជ្ជាសង្គ្រោះអប់រំវិជ្ជាសង្គ្រោះអនាម័យ